ចាមៀបសួរបងប្អូនអរគ្នាអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនពីរបៀបទិញលក់សម្រាប់បងប្អូនដែលគាត់អត់ធ្លាប់ trade ពីមុនមកអញ្ចឹងគឺវាមានពាក្យ5គឺនៅកន្លែងនេះគឺមាន Ford Chart Trade History ហើយនឹង Setting អញ្ចឹងទៅសម្រាប់ Quote គឺយើងមើលទៅលើ pair ណាដែលយើងចង់ trade អញ្ចឹងណាបងប្អូនអរគ្នាហើយ Chart នេះគឺយើងចូលកន្លែងទិញលក់ហើយនេះកន្លែងយើងចូលទិញលក់ហើយគឺវានៅជាប់នៅកន្លែងហ្នឹងហើយសម្រាប់ History នេះដូចថាប្រវត្តិយើងទិញលក់sell ឬក៏ buy ឬក៏ខាត់ចំណេញអីគឺវានៅកន្លែង history ហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាទីផ្សារមាសដែលខ្ញុំចង់ចូល trade គឺវាមាន pair មាស pair អីផ្សេងអញ្ចឹងទៅអញ្ចឹងសម្រាប់ខ្ញុំចង់លេងទីផ្សារមាសគឺខ្ញុំចុចលើមាសហ្នឹងមកគឺខ្ញុំយកពាក្យថា trade ហើយសម្រាប់នេះ lot size ដែលយើងចូលផ្សារយើងចង់ដាក់ប៉ុន្មានឧទាហរណ៍ខ្ញុំដាក់ lot size 0.01 ហើយសម្រាប់នេះដកធំដកតូចចឹងទៅបូកធំបូកតូចចឹងទៅហើយនេះចំនួន lot size ហើយនេះ sell នោះបានន័យថាយើងលក់ buy នេះគឺមានន័យថាយើងទិញអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការលក់គឺខ្ញុំចុច sell មកចុច sell មកបងប្អូនឃើញទេអញ្ចឹងចុច sell មកគឺវានៅចូលនៅកន្លែង trade នេះហើយ trade នេះគឺវានៅក្នុងនឹងស្រាប់អញ្ចឹងណាហើយកន្លែងនេះវាមានចំនួន balance ហើយ equity យើងកំពុងតែចូលផ្សារណាបងប្អូនទាំងគ្នាអញ្ចឹងកន្លែងនេះគឺវាអត់ថេលុះត្រាតែយើងកាត់បានយើងកាត់ចេញពីផ្សារហ្នឹងបានឈប់ផ្សារហ្នឹងឈប់ដើរអញ្ចឹងបើយើងចង់កាត់ភ្លាមបងប្អូនគាត់ទៅអូសពីស្ដាំមកឆ្វេងមកវាមានសញ្ញានេះបងប្អូនទាំងគ្នាចុចសញ្ញាហ្នឹងមកវាមាន close នេះបានន័យថាយើងកាត់ទាំងអស់ហើយអញ្ចឹងណាតែបើយើងចង់ដូចថានេះមកយើងកាត់អញ្ចេះមកនេះវាមាន close all អញ្ចឹងទៅគឺយើងកាត់ទាំងអស់ហើយមិនថា sell ឬក៏ buy ខាតចំណេញគឺវាដាច់ទាំងអស់គឺ clear ឲ្យទាំងអស់ហើយសម្រាប់នេះកាត់តែផលចំណេញឯងបើសិនយើងមានខាតមានចំណេញក៏វាកាត់តែចំណេញដែរអញ្ចឹងបងប្អូនទាំងគ្នាហើយអានេះមានអា close sell កាត់ sell កាត់ buy អីចឹងទៅហើយបងប្អូនអាចមើលតាមនឹងបានហើយចឹងឧទាហរណ៍ខ្ញុំចំណេញបានដូចថានេះ$1អញ្ចឹងទៅហើយខ្ញុំចង់កាត់ទាំងអស់អញ្ចឹងខ្ញុំអាចចុចពីលើវាទៅហើយខ្ញុំចេះទៅបងប្អូនឃើញអត់ហើយនេះយើងយក close all ហ្នឹងគឺកាត់ទាំងអស់ហើយខ្ញុំកាត់ណាបងប្អូនឃើញទេគឺ clear ទាំងអស់ហើយ history គឺវាមកជាប់នៅក្នុងនេះ position ដែលយើងចូលគឺមានខាតចំណេញប៉ុន្តែសរុប total គឺបាន$2.47អាហ្នឹងយើងចូលផ្សារមិញណាបងប្អូនទាំងគ្នាហើយសម្រាប់ការចូលផ្សារក៏មានតែប៉ុណ្្នឹងដែរសម្រាប់បងប្អូនដែលគាត់រៀនទិញលក់ដំបូងអញ្ចឹងណាហើយអានេះបងប្អូនឃើញអត់យើងចុចតែពាក្យថា trade គឺវាមាន sell ហើយនឹង buy ហើយនេះចំនួន lot size